បងប្អូនទាំងអស់គ្នាធ្លាប់មានការសម្ដែង piano មួយនៅសហរដ្ឋអាមេរិកដែលគ្រប់គ្នារំពឹងថានឹងចាក់ផ្សាយជូនសម្រាប់តែមនុស្សពេញវ័យតែប៉ុណ្ណោះហើយនឹងហាមឃាត់សម្រាប់កូនក្មេងទស្សនាអញ្ចឹងរឿងហ្នឹងគឺវាបែបនេះនៅចុងទសវត្ស1960មានការសម្ដែង piano មួយរបស់លោក Vladimir Horowitz ដែលជាកំពូលអ្នកលេង piano ដ៏មានឥទ្ធិពលម្នាក់ប្រចាំសតវត្សទី20ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនក៏ដូចជាគ្រូបង្រៀនមួយចំនួនមានការភ្ញាក់ផ្អើលនោះគឺមិនមែនត្រឹមតែការលេងតន្ត្រីដ៏អស្ចារ្យរបស់គាត់នោះទេនោះគឺបច្ចេកទេសនៃការប្រើប្រាស់ម្រាមដៃរបស់គាត់តាមធម្មតាគ្រូបង្រៀនគ្រប់រូបគឺបង្រៀនឲ្យសិស្សគាត់មានការប្រើប្រាស់ម្រាមដៃបែបរាងកោងហាក់ដូចជាយើងកាន់បាល់លេងមួយចឹងហើយកដៃគឺលើកឡើងឲ្យមានលំនឹងគឺយើងអត់ទម្លាក់ចោះចេះទេកដៃបាទក៏ប៉ុន្តែនៅក្នុងវីដេអូសម្ដែងរបស់លោក Horowitz គឺបង្ហាញថាលោកប្រើប្រាស់ម្រាមដៃរាបស្មើហើយកដៃធ្លាក់ចោះជាងខ្ទង់ piano ទៅទៀតដូច្នេះហើយទើបមានមតិខ្លះលើកឡើងលក្ខណៈលេងសើចថាវីដេអូរបស់លោក Horowitz គួរតែហាមឃាត់សម្រាប់ក្មេងៗហើយគួរតែចាក់ផ្សាយជូនតាមមនុស្សធំបានហើយព្រោះអីខ្លាចសិស្សតន្ត្រីជំនាន់ក្រោយយកគំរូតាមហើយអាចបណ្ដាលឲ្យខូចបច្ចេកទេសក៏ដូចជាមានបញ្ហាសាច់ដុំនៅពេលដែលគាត់លេងផងដែរបន្ទាប់ពីលោក Horowitz បានទស្សនាការសម្ដែងរបស់គាត់ឡើងវិញគាត់មានការភ្ញាក់ផ្អើលជាខ្លាំងដែលមិននឹកស្មានថាកាមេរ៉ាបានចាប់យកដៃគាត់ចិត្តច្បាស់ដល់ថ្នាក់នឹងសោះគាត់បាននិយាយដោយភាពស្មោះត្រង់ថាគាត់តែហាមឃាត់និងណែនាំកូនសិស្សរបស់គាត់មិនឲ្យលេងទម្រង់បែបនេះជាដាច់ខាតពីព្រោះវាបណ្ដាលឲ្យឈឺសាច់ដុំឬមួយក៏មានរបួសអីចឹងទៅអញ្ចឹងរឿងរ៉ាវរបស់លោក Vladimir Horowitz បានបង្ហាញឲ្យយើងឃើញថានៅក្នុងសិល្បៈច្បាប់ទម្លាប់គឺជារឿងមួយដ៏សំខាន់សម្រាប់ជាគ្រឹះក៏ប៉ុន្តែបើសិនជាយើងស៊ីជម្រៅពីវាអស់ហើយពីច្បាប់ទម្លាប់នឹងអស់ហើយយើងអាចដើរចេញពីច្បាប់ទម្លាប់នឹងដោយប្រើប្រាស់ធម្មជាតិក្នុងខ្លួនរបស់យើងក៏អាចបង្កើតរឿងរ៉ាវដ៏អស្ចារ្យមួយបានដែរ Learn the rules like a pro so you can break them like an artist